ក្រុងដែលបាត់បង់នៅខាងក្នុងភពផែនដីអាកាតាត្រូវបានគេពិពណ៌នាថាជាអរិយធម៌ដ៏ជឿនលឿនមួយដែលមានទីតាំងនៅខាងក្នុងស្នូលនៃភពផែនដីយោងតាមរឿងព្រេងទីនោះត្រូវបានតភ្ជាប់ដោយប្រព័ន្ធផ្លូវរួមក្រោមដីដ៏ធំសម្បើមវាជាប់តាក់ទងនឹងទ្រឹស្ដីផែនដីប្រហោងដែលជាជំនឿផ្លូវងងឹតមួយអះអាងថាផ្ទៃខាងក្នុងផែនដីមានជីវិតរស់នៅអាកាតាគឺជាទីក្រុងដ៏ធំល្វឹងល្វើយភ្លឺចែងចាំងជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបបំផុតរស់នៅដោយសត្វលោកដែលមានការវិវត្តខ្ពស់ខាងផ្នែកវិញ្ញាណហើយអ្វីដែលចម្លែកបំផុតនោះគឺកាលពីពេលថ្មីៗនេះគេបានរកឃើញព្រៃក្រោមដីមួយនៃប្រទេសចិនដែលមានដើមឈើកម្ពស់ជាង40ម៉ែត្របើតាមការលើកឡើងទីនោះអាចនឹងមានរុក្ខជាតិនិងសត្វប្រភេទថ្មីៗដែលមិនធ្លាប់ឃើញពីមុនមកសម្រាប់អ្នកប្រវត្តិសាស្ត្រនិងអ្នកវិទ្យាសាស្ត្រអាកាតាគ្រាន់តែជារឿងព្រេងនិទានប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយនៅតែមានអ្នកជឿជាក់អ្នកខ្លះនិយាយថារូងភ្នំជ្រៅៗនិងប្រព័ន្ធផ្លូវរួមក្រោមដីធម្មជាតិគឺជាច្រកចូលសម្ងាត់ឬប្រហែលជាវាមិនមែនស្ថិតនៅក្នុងផែនដីចំនោះទេប៉ុន្តែវាស្ថិតនៅក្នុងវិមាត្រស្របគ្នា Parallel Dimension ដែលភ្នែកយើងមើលមិនឃើញចុះអ្នកវិញតើអ្នកជឿថាទាំងអស់នេះគ្រាន់តែជាការស្រមៃឬអ្នកគិតថាអាចមានអ្វីម្យ៉ាងលាក់ខ្លួននៅខាងក្រោមជើងយើងមែន